តើកូនតូចៗអាចមានសុវត្ថិភាពដោយមិនប្រើប្រាស់ខាស៊ីតនៅពេលណាចម្លើយគឺនៅពេលដែលគាត់ធំសមល្មមដែលអាចប្រើប្រាស់ខ្សែក្បាត់សុវត្ថិភាពរបស់ឡានបានអញ្ចឹងមានន័យថាគាត់គួរតែប្រើប្រាស់ខាស៊ីតទៅតាមអាយុរបស់គាត់ដើម្បីទទួលបានសុវត្ថិភាពពេញលេញនៅពេលដែលធ្វើដំណើរដោយសារតែនៅប្រទេសខ្មែរយើងមិនតម្រូវឲ្យប្រើប្រាស់ខាស៊ីតប៉ុន្តែមិនមែនមានន័យថាវាមានសុវត្ថិភាពគ្រប់គ្រាន់ទេខាស៊ីតនៅស្រុកខ្មែរគឺជាជំរើសរបស់ពុកម្ដាយអត់ទាន់មានច្បាប់កំណត់ហើយភាគច្រើនឪពុកម្ដាយគាត់ទិញខាស៊ីតឲ្យកូនដោយគាត់ជឿជាក់ថាវាអាចជួយការពារកូនគាត់ពីគ្រោះថ្នាក់ផ្សេងៗដែលកើតឡើងរយៈហេតុកំឡុងពេលធ្វើដំណើរមិនថានៅទីជិតឬមួយក៏ទីឆ្ងាយទេបើនៅប្រទេសដែលកំណត់វិញសាក់តែអត់មានខាស៊ីតមើលដឹងតែរឿងរ៉ាវធំហើយតែគេចាប់បានលើសពីការផាកពិន័យអាចដកបានបើកបរខានបានបើកឡានបើមានគ្រោះថ្នាក់វិញឪពុកម្ដាយជាប់ទោសទណ្ឌទៀតបើសិនជាយើងរស់នៅក្នុងប្រទេសខ្មែរដែលអត់មានច្បាប់កំណត់ឲ្យប្រើប្រាស់ខាស៊ីតបែបនេះតើការទិញខាស៊ីតចាំបាច់ដែរឬទេបើយើងមើលទៅលើកត្តាសុវត្ថិភាពចាំបាច់ព្រោះខាស៊ីតគឺវាជួយការពារកូនយើងនៅពេលដែលធ្វើដំណើរម៉ែឪខ្លះគាត់ថាកូនគាត់អត់ចេះជិះទេមកពីគាត់អត់ដែលទម្លាប់ពីតូចត្រឹមត្រូវម៉ែឪទៅតែទម្លាប់កូនពីតូចឲ្យកូនចេះជិះខាស៊ីតវាផ្ដល់អត្ថប្រយោជន៍នៅពេលដែលធ្វើដំណើរបានច្រើនកត្តាសុវត្ថិភាពជាចម្បងភាពងាយស្រួលគឺជារឿងទី2សុវត្ថិភាពហើយឪពុកម្ដាយមានភាពងាយស្រួលនៅក្នុងការធ្វើដំណើរទៀតមិនចាំបាច់បីមិនចាំបាច់ប៉ុន្តែសម្រាប់ខ្ញុំកត្តាសុវត្ថិភាពគឺជាចម្បងមិនថាផ្លូវចិត្តឬមួយក៏ផ្លូវឆ្ងាយទេការប្រើប្រាស់ខាស៊ីតគឺជួយការពារយើងពីគ្រោះថ្នាក់ផ្សេងៗបើនិយាយអំពីបច្ចេកទេសនៅពេលណាដែលកូនមានសុវត្ថិភាពនៅក្នុងការអង្គុយដោយមិនប្រើប្រាស់ខាស៊ីតជាទូទៅគឺគេកំណត់កម្ពស់និងគីឡូរបស់កូនដែលគាត់គួរតែមានកម្ពស់យ៉ាងតិច 1.45 ចាប់ពី36គីឡូឡើងទៅអញ្ចឹងកូនក៏នឹងអាយុខ្ទង់ប្រហែលជា12-3ឆ្នាំដែរចំពោះខាស៊ីតវិញបើយើងទិញប្រភេទ convertible មានន័យថាកូនអាចប្រើប្រាស់បានយូរដោយសារតែប្រភេទ convertible គឺយើងអាចប្រើប្រាស់តាំងពីកូនតឹមកើតរហូតដល់កូនធំតែម្ដងអញ្ចឹងម៉ែឪអាចចំណាយតែម្ដងហើយប្រើប្រាស់បានយូរចំពោះម៉ាក់ប៉ាដែលចង់ទិញខាស៊ីតចំពោះម៉ាក់ប៉ាដែលចង់មើលខាស៊ីតតម្លៃសមរម្យគុណភាពខ្ពស់ធានាយូរអាចតាក់ទងទៅ Cooper Cambodia បាន